យោធាថៃកាន់តែប្រហើនកាន់តែកោក្លឿនមែនទែននឹងបានបង្ហាញមហិច្ឆតាសម្រាប់ការឈ្លានពានកាន់តែធំសម្រាប់កងទ័ពអាកាសថៃដែលបានប្រកាសអំពីការត្រៀមខ្លួនវាយប្រហារចូលជ្រៅនៅក្នុងទឹកដីកម្ពុជានិងសម្រេចថានឹងយកឲ្យបានសម្រាប់4ខេត្តរបស់កម្ពុជានៅជាប់ព្រំដែនថៃនោះស្វាគមន៍ប្រិយមិត្តបងប្អូនអ្នកគ្នាវិលត្រឡប់ជាថ្មីសម្រាប់ការតាមដានព្រឹត្តិការណ៍ព័ត៌មានប្រចាំថ្ងៃកងទ័ពអាកាសរបស់ថៃបានប្រកាសកាលពីថ្ងៃទី10ខែធ្នូម្សិលមិញថាខ្លួនបានត្រៀមសម្រាប់ការវាយប្រហារចូលទៅក្នុងទីជ្រៅនៅក្នុងទឹកដីកម្ពុជាដោយយកលេសចោទកម្ពុជាថាបានបង្កការគំរាមកំហែងនេះបើយោងទៅតាមការចុះផ្សាយរបស់សារព័ត៌មាន Thai Inquirer លោកចក្រិតថមមេវិជ័យដែលជាអ្នកនាំពាក្យកងទ័ពអាកាសភូមិន្ទថៃបាននិយាយថាកងទ័ពអាកាសថៃបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើប្រតិបត្តិការវាយប្រហារឈ្លានពានកាន់តែជ្រៅចូលទៅក្នុងដែនអធិបតេយ្យភាពកម្ពុជាប្រសិនបើមានការផ្ទៀងផ្ទាត់ច្បាស់លាស់ថាកម្ពុជាមានបំណងបន្តប្រើប្រាស់អាវុធធុនធ្ងន់ប្រឆាំងនឹងប្រទេសថៃនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃពុធទី10ខែធ្នូកងទ័ពអាកាសថៃបានគូបញ្ជាក់អំពីប្រភេទនៃគោលដៅយោធារួមមានមជ្ឈមណ្ឌលបញ្ជាការនិងត្រួតពិនិត្យយោធាមជ្ឈមណ្ឌលត្រួតពិនិត្យយន្តហោះគ្មានមនុស្សបើកនិងយន្តហោះគ្មានមនុស្សបើកឃ្លាំងអាវុធកន្លែងផ្ទុកគ្រាប់ដែលត្រូវបានចាត់ទុកថាជាការគំរាមកំហែងដល់សន្តិសុខជាតិនិងសុវត្ថិភាពរបស់ជនស៊ីវិលកងទ័ពអាកាសថៃបានអះអាងយ៉ាងកក្លឿនបន្ថែមថាគោលបំណងនៃការវាយប្រហារគោលដៅនេះគឺដើម្បីបន្ថយសមត្ថភាពប្រតិបត្តិការរបស់កម្ពុជាខណៈដែលបង្កើនប្រសិទ្ធភាពនៃកងកម្លាំងថៃវាយប្រហារចូលនៅតាមព្រំដែនកងទ័ពអាកាសថៃធ្វើប្រតិបត្តិការផ្លូវអាកាសគាំទ្រកម្លាំងថ្មើរជើងថៃតាមបណ្ដោយព្រំដែនទាំងមូលយ៉ាងណាក៏ដោយនេះគ្រាន់តែជាលេសរបស់ថៃដើម្បីប្រើប្រាស់ដើម្បីឈ្លានពានចូលមកក្នុងទឹកដីកម្ពុជាតែប៉ុណ្ណោះយោធាថៃបានប្រើប្រាស់អាវុធធុនធ្ងន់កាំភ្លើងដៃកាំភ្លើងធំរថក្រោះផ្សែងពុលនិងយន្តហោះចម្បាំងវាប្រហារមកលើកម្ពុជាដែលមានសភាវុធសឹកតូចទាបជាងខ្លួនហើយលាបពណ៌បោកអន្តរជាតិថាកម្ពុជាជាអ្នកឈ្លានពាននិងបង្កនៅភាពភ័យខ្លាចទៅដល់ពលរដ្ឋថៃទៅវិញអ្វីដែលកាន់តែឃោឃៅប្រៃផ្សិតបំផុតទីនោះគឺយោធាថៃឈ្លានពានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជាយ៉ាងសាហាវយង់ខ្នងផ្ទុយពីថៃគោលដៅនៃការវាយប្រហារការពីខ្លួនរបស់កម្ពុជាគឺផ្ដោតតែទៅលើគោលដៅយោធាតែប៉ុណ្ណោះមិនមែនសំដៅទៅលើជនស៊ីវិលនិងទីកន្លែងស៊ីវិលនៅឡើយកម្ពុជាបានប្រកាន់ខ្ជាប់នៃការគោរពនិងអនុវត្តនៅរាល់កាតព្វកិច្ចទាំងឡាយក្រោមច្បាប់អន្តរជាតិជាពិសេសច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងម៉ឺងម៉ាត់និងច្បាស់លាស់បំផុតចេះណាមិញប្រិយមិត្តបងប្អូនអ្នកគ្នាបើគិតចាប់តាំងតែពីថ្ងៃទី7នៃការផ្ទុះឡើងនៃការវាយប្រហាររបស់ថៃមកទល់ថ្ងៃទី11ខែធ្នូនេះគឺមានរយៈពេល5ថ្ងៃហើយដែលសង្គ្រាមនៃការវាយប្រហារគ្នាទៅវិញទៅមកគឺកាន់តែមានភាពកម្ដៅនៅមិនទាន់មានការថមថយនៅឡើយយោធាថៃបានបើកការឈ្លានពានចូលមកក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាដោយប្រើប្រាស់នូវសភាវុធគ្រប់ប្រភេទហើយយ៉ាងណាមិញនៅក្នុងថ្ងៃទី10ខែធ្នូម្សិលមិញនេះកាលពីរុស្ស៊ីពួកគេបានប្រើប្រាស់នៅនាវាចម្បាំងដើម្បីវាយប្រហារផ្លូវទឹកគាំទ្រទៅដល់កងទ័ពថ្មើរជើងមកក្នុងដែនអធិបតេយ្យរបស់កម្ពុជារបស់ពួកយើងផងដែរវីរយុទ្ធជនកម្ពុជារបស់យើងបានប្រើប្រាស់សម្រាប់សិទ្ធិការពារខ្លួនការពារដែនអធិបតេយ្យរបស់ខ្លួនប្រើប្រាស់ជាមួយនឹងប្រភេទមីស៊ីល BM21 វាប្រហារទៅលើកងទ័ពថៃដែលបានរុលចូលដើម្បីការពារមិនឲ្យពួកគេរុលចូលមកក្នុងជ្រៅនោះទេជាការកត់សម្គាល់យោធាថៃបានកាឡៃជាមួយនឹងព័ត៌មានដោយថាកម្ពុជារបស់យើងបានប្រើប្រាស់ជាមួយនឹងប្រភេទរ៉ុកែត BM21 វាប្រហារចូលជ្រៅនៅក្នុងដែនអធិបតេយ្យរបស់ខ្លួនទៅវិញហើយយ៉ាងណាមិញអន្តរជាតិហាក់មានការស្រឡាំងកាំងពាក់ព័ន្ធទៅនឹងអ្វីដែលជាការអះអាងរបស់ថៃដែលទាំងអស់នេះគឺជាការបំភ្លៃកាឡៃព័ត៌មានសុទ្ធសាធដែលវាផ្ទុយទៅនឹងការពិតដែលពួកគេបានវាប្រហារនិងបច្ចុប្បន្នកំពុងតែធ្វើសង្គ្រាមទន្ទ្រានមកលើភូមិឋានរបស់ប្រជាជនស៊ីវិលកម្ពុជាជានិតិទៀតពួកគេបានប្រើប្រាស់ជំនាញគ្រឿងសព្វវុធដើម្បីបំផ្លាញមកលើប្រាង្គប្រាសាទបុរាណរបស់ខ្មែរយើងជាក់ស្ដែងដូចជានឹងប្រាសាទតាក្របីហើយយ៉ាងណាមិញសម្រាប់ថ្ងៃទី10ខែធ្នូម្សិលមិញនេះពួកគេបានវាយប្រហារទៅលើប្រាសាទព្រះវិហារដែលជាប្រាសាទបុរាណរបស់ខ្មែរដោយមានអាយុកាលរាប់រយឆ្នាំកន្លងមកនោះយ៉ាងណាមិញប្រិយមិត្តបងប្អូនអ្នកគ្នាយើងមកចាប់អារម្មណ៍ជាមួយនឹងការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាអ្នកស្រីឧត្តមស្នេហ៍ឯកម៉ាលីសុចិតាដែលបានលើកឡើងថាប្រសិនបើសហគមន៍អន្តរជាតិគ្មានចំណាត់ការទៅលើថៃនៅពេលនេះទេនោះថ្ងៃក្រោយថៃនឹងបន្តឈ្លានពានទៅលើប្រទេសតូចៗនិងបានបំផ្លាញសន្តិភាពនៅក្នុងតំបន់តែម្ដងប្រសិនបើមិនមានចំណាត់ការណាមួយដើម្បីឲ្យកងទ័ពថៃទទួលខុសត្រូវចំពោះទង្វើខុសច្បាប់របស់ខ្លួន
ថ្ងៃនេះកងទ័ពថៃឈ្លានពានកម្ពុជាថ្ងៃក្រោយកងទ័ពថៃនឹងឈ្លានពានទៅលើប្រទេសដទៃទៀតដែលខ្សោយនឹងតូចជាងខ្លួនដែលនេះនឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះសន្តិភាពនិងសន្តិសុខក្នុងតំបន់ទាំងមូលដែលនេះគឺជាសេចក្តីថ្លែងការណ៍ដោយសង្កត់ធ្ងន់ថាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាឧត្តមស្នេហ៍ឯកម៉ាលីសុជីតានៅក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី11ខែធ្នូថាក្រោយពីយោធាថៃបើកការឈ្លានពានវាយប្រហារដល់សាហាវឃោឃៅប្រេផ្សៃមិនរើសគោលដៅប្រើប្រាស់សភាវុធគ្រប់ធនលើទីតាំងប្រជាជនរស់នៅបណ្ដាលឲ្យជនស៊ីវិលយ៉ាងហោចណាស់10នាក់ក្នុងនោះទីរួមម្នាក់បានបាត់បង់ជីវិតនិងរបួសប្រមាណ60នាក់ពលរដ្ឋភៀសសឹកជិត200000នាក់អ្នកនាំពាក្យក្រសួងការពារជាតិថាបើទោះបីជាបានប្រព្រឹត្តនៅអំពើខុសច្បាប់អន្តរជាតិរាប់មិនអស់ទាំងនេះក៏ដោយហើយកងទ័ពថៃមិនត្រឹមតែមិនបានចេញមុខមកទទួលខុសត្រូវចំពោះទង្វើអមនុស្សធម៌និងខុសខើរបស់ខ្លួនប៉ុណ្ណោះទេថែមទាំងមកចោទកម្ពុជាយ៉ាងងងើលនៅក្នុងគោលដៅតែមួយគត់គឺបង្កើតលេសដើម្បីបម្រើទៅដល់ការឈ្លានពានលើដែនអធិបតេយ្យកម្ពុជានិងវាយប្រហារមកលើប្រជាជនស្លូតត្រង់របស់កម្ពុជាអ្នកនាំពាក្យក្រសួងការពារជាតិបានអំពាវនាវឲ្យសហគមន៍អន្តរជាតិថ្កោលទោសចំពោះការរំលោភបំពេញទៅលើកិច្ចព្រមព្រៀងសន្តិភាពនិងសកម្មភាពអ ுக ្រិតកម្មសង្គ្រាមខុសច្បាប់របស់ថៃម្ដងហើយម្ដងទៀតនេះដោយទាមទារឲ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដល់កម្រោលទាំងនេះអ្នកនាំពាក្យក៏អំពាវនាវឲ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ដោយដកកងកម្លាំងចេញពីដែនអធិបតេយ្យភាពរបស់កម្ពុជានិងជៀសវាងសកម្មភាពឈ្លានពានដែលគំរាមកំហែងដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់ហើយងាកទៅរកកិច្ចព្រមព្រៀងបទឈប់បាញ់សេចក្តីថ្លែងការណ៍រួមស្តីអំពីកិច្ចព្រមព្រៀងសន្តិភាពនិងកាតព្វកិច្ចទាំងឡាយនៅក្រមច្បាប់អន្តរជាតិឲ្យបានម៉ឺងម៉ាត់ស្មោះត្រង់និងដោយឆន្ទៈពិតប្រាកដក្រសួងការពារជាតិបានទាមទារឲ្យកងទ័ពថៃបញ្ឈប់នៅរាល់ទង្វើឈ្លានពានមកលើកម្ពុជាបញ្ឈប់ការផ្សាយព័ត៌មានបំភ្លៃព័ត៌មានមិនពិតផ្សោប្រែទៅជាខ្មៅបញ្ឈប់ការវាយប្រហារដោយមិនរើសអើងជាពិសេសទៅលើប្រជាជនស៊ីវិលនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលបញ្ឈប់ការវាយប្រហារបំផ្លិចបំផ្លាញទីតាំងប្រវត្តិសាស្ត្រដែលមិនត្រឹមតែជាសម្បត្តិវប្បធម៌ដ៏មានតម្លៃបំផុតរបស់កម្ពុជាតែប៉ុណ្ណោះទេនិងសម្រាប់មនុស្សជាតិប៉ុន្តែសម្រាប់មនុស្សជាតិទាំងមូលក្រសួងការពារជាតិថាយោធាថៃត្រូវតែបង្ហាញអំពីភាពស្មោះត្រង់និងសុឆន្ទៈប្រសិនបើថៃពិតជាចង់បានសន្តិភាពពិតប្រាកដមែនព្រោះសន្តិភាពមិនអាចកើតមានតាមរយៈការនិយាយតែប៉ុណ្ណោះទេប៉ុន្តែតាមរយៈសកម្មភាពជាក់ស្ដែងហើយកងទ័ពថៃអាចចាប់ផ្ដើមជាមានការបញ្ឈប់រាល់សកម្មភាពខុសច្បាប់ដែលខ្លួនធ្លាប់បានប្រព្រឹត្តកន្លងមកយ៉ាងណាមិញក្រសួងការពារជាតិនិងកងយុទ្ធពលខេមរៈភូមិន្ទបានបញ្ជាក់ថាគោលដៅនៃការវាយការពារខ្លួនរបស់កម្ពុជាគឺផ្ដោតទៅលើគោលដៅយោធារបស់ថៃតែប៉ុណ្ណោះមិនមែនសំដៅទៅលើគោលដៅជនស៊ីវិលនិងទីកន្លែងស៊ីវិលនោះទេកម្ពុជាតែងតែប្រកាន់ខ្ជាប់នៅការគោរពនិងអនុវត្តនៅរាល់កាតព្វកិច្ចទាំងឡាយណានៅក្រោមច្បាប់អន្តរជាតិជាពិសេសច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងម៉ឺងម៉ាត់និងច្បាស់លាស់បំផុតបើទោះបីជាភាគីថៃបានបង្កើននូវកម្លាំងទ័ពថ្មើរជើងរត់ក្រោបប្រើសភាវុធធន់ធ្ងន់ប្រយុទ្ធកាន់តែខ្លាំងរុលចូលទៅយ៉ាងណាក៏ដោយក៏កម្ពុជាបាននឹងកំពុងបន្តឈរជើងយ៉ាងរឹងមាំស្វាហាប់មោះមុតនិងនៅតែតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញក្នុងការបំពេញតួនាទីរបស់ខ្លួនដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជានេះបើយោងទៅតាមការអះអាងរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា